សួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធី podcast របស់យើងនៅថ្ងៃនេះខ្ញុំសុជាតារីករាយណាស់ដែលបានជួបអ្នកទាំងអស់គ្នាជាថ្មីម្ដងទៀតបាទសួស្តីសុជាតានិងសួស្តីបងប្អូនអ្នកស្ដាប់ទាំងអស់គ្នាថ្ងៃនេះខ្ញុំវណ្ដាពិតជាមានកិត្តិយសណាស់ដែលបានមកចូលរួមពិភាក្សាលើប្រធានបទដ៏មានសារៈសំខាន់មួយសម្រាប់សង្គមយើងពិតណាស់វណ្ដាប្រធានបទដែលយើងនឹងលើកមកជជែកនៅថ្ងៃនេះគឺពាក់ព័ន្ធនឹងអំពើហិង្សាក្នុងគ្រួសារនិងគុណវិបត្តិដ៏ធ្ងន់ធ្ងររបស់វាជាបញ្ហាមួយដែលពេលខ្លះត្រូវបានគេលាក់បាំងប៉ុន្តែវាបានបំផ្លាញសុភមង្គលគ្រួសារជាច្រើនបាទសុជាតាមនុស្សភាគច្រើនយល់ថាអំពើហិង្សាមានតែការវាយតប់គ្នាប៉ុន្តែតាមពិតទៅវារួមបញ្ចូលទាំងការជាប្រមាថការបង្អាប់តម្លៃនិងការប្រើសម្ពាធផ្លូវចិត្តផងដែរពិតមែនហើយចំណុចដំបូងដែលឃីមចង់លើកឡើងគឺផលប៉ះពាល់ផ្លូវចិត្តអ្នករងគ្រោះមិនត្រឹមតែឈឺចាប់ខាងរាងកាយទេប៉ុន្តែស្នាមរបួសក្នុងចិត្តគឺពិបាកនឹងព្យាបាលណាស់ត្រូវហើយសុជាតាការរស់នៅក្នុងភាពភ័យខ្លាចរាល់ថ្ងៃធ្វើឲ្យមនុស្សបាត់បង់ទំនុកចិត្តលើខ្លួនឯងជួបវិបត្តិផ្លូវចិត្តបាក់ទឹកចិត្តហើយជួនកាលឈានទៅដល់ការបោះបង់ចោលជីវិតទៀតផងហើយអ្វីដែលរឹតតែខ្លោចចិត្តជាងនេះទៅទៀតនោះគឺឥទ្ធិពលទៅលើកូនតើបណ្ដាយល់យ៉ាងណាដែរចំពោះក្មេងៗដែលដុះដាលក្នុងបរិយាកាសបែបនេះនេះគឺជាចំណុចសំខាន់បំផុតក្មេងៗដែលឃើញឪពុកម្ដាយប្រើអំពើហិង្សានឹងទទួលរងនូវការប៉ះទង្គិចផ្លូវចិត្តយ៉ាងខ្លាំងពួកគេអាចក្លាយជាមនុស្សឯកកាមានចរិតកាច់សាហាវឬយកគំរូតាមការប្រើអំពើហិង្សានៅពេលពួកគេធំឡើងវាដូចជាការចម្លងមេរោគអាក្រក់ពីចំនួនមួយទៅចំនួនមួយអញ្ចឹងមែនទេបាទពិតជាត្រឹមត្រូវណាស់យើងហៅវាថាជីវ័តនៃអំពើហិង្សាបើមិនមានការកែប្រែទេក្មេងដែលរងគ្រោះនៅថ្ងៃនេះអាចនឹងក្លាយជាអ្នកបង្កហិង្សានៅថ្ងៃអនាគតក្រៅពីផ្លូវចិត្តនិងកូនតើវាប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារយ៉ាងដូចម្តេចខ្លះប៉ះពាល់ខ្លាំងណាស់នៅពេលមានហិង្សាសមាជិកគ្រួសារមិនអាចប្រកបការងារបានពេញលេញទេបាត់បង់ផលិតភាពត្រូវចំណាយលើការព្យាបាលរបួសហើយបើឈានដល់ផ្លូវច្បាប់ទៀតគឺខាតបង់ទាំងពេលវេលានិងថវិកាខ្ញុំធ្លាប់ឮគេនិយាយថាប្តីប្រពន្ធឆ្លក់គ្នាជារឿងធម្មតាប៉ុន្តែខ្ញុំគិតថាពាក្យនេះមិនគួរយកមកប្រើដើម្បីបិទបាំងអំពើហិង្សាឡើយត្រឹមត្រូវណាស់សុជាតាការយល់ខំនេះហើយដែលធ្វើឲ្យជនរងគ្រោះមិនហ៊ានបញ្ចេញសម្លេងយើងត្រូវតែផ្លាស់ប្ដូរការយល់ឃើញនេះគ្រួសារគឺជាកន្លែងសុវត្ថិភាពមិនមែនជាសមរភូមិសង្គ្រាមទេចុះបើមានអ្នកកំពុងស្ដាប់យើងហើយគាត់កំពុងស្ថិតក្នុងស្ថានភាពបែបនេះតើគាត់គួរធ្វើដូចម្តេចដំបូងបង្អស់ត្រូវដឹងថាអ្នកមិនមែននៅម្នាក់ឯងទេកុំនៅស្ងៀមស្វែងរកជំនួយពីសាច់ញាតិដែលទុកចិត្តអាជីវកម្មមូលដ្ឋានឬអង្គការដែលជួយផ្នែកស្ត្រីនិងកុមារការនិយាយចេញមកគឺជាជំហានដំបូងនៃការព្យាបាលសារដ៏ល្អណាស់បណ្ដាយើងចង់ឃើញគ្រួសារកម្ពុជារស់នៅដោយការយោគយល់និងក្តីស្រឡាញ់អំពើហិង្សាមិនដែលនាំមកនូវដំណោះស្រាយឡើយមានតែការបែកបាក់និងវិបត្តិសារីបាទសូមចងចាំថាការគោរពគ្នាទៅវិញមកគឺជាគ្រឹះនៃសុភមង្គលពិតប្រាកដសូមអរគុណបងប្អូនដែលបានចំណាយពេលស្ដាប់ការចែករំលែករបស់យើងសង្ឃឹមថាប្រធានបទថ្ងៃនេះនឹងផ្ដល់ជាចំណេះដឹងនិងការពិចារណាសម្រាប់បងប្អូនគ្រប់គ្នាបាទសូមអរគុណនិងសូមជម្រាបលារីករាយនឹងថ្ងៃដ៏ស្រស់បំព្រងទាំងអស់គ្នាជម្រាបលាហើយជួបគ្នានៅភាគក្រោយទៀតណា